ក្រុមហ៊ុនទឹកពិសាវិតាល់សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាសសយកបានប្រារព្ធកម្មវិធីវិតាល់ស្រង់ព្រះឆ្នាំទី9នៅបរិវេណផ្សារទូទំពុងដើម្បីបង្ហាញនូវសេចក្តីកតញ្ញូតបស្នងសងគុណជូនចាស់ជរាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2026ដោយមានការនិមន្តចូលរួមពីព្រះវិន័យវង្សាសៀប៊ុនណាតព្រះចៅអធិការវត្តមុនីរតនារាមហៅវត្តទួលទំពុងឯកឧត្តមឡាវវ៉ាន់រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន One More Group លោកជំទាវចឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសាវិតាល់ឯកឧត្តមខុតច័ន្ទតារាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនិងលោកតាលោកយាយលោកស្រីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាគណៈគ្រប់គ្រងនិងបុគ្គលិកវិតាល់អាជ្ញាធរមូលដ្ឋានអាជីវករសហគមន៍ទួលទំពុងនិងអ្នកស្ម័គ្រចិត្តសិស្សានុសិស្សសរុបប្រមាណជាង400នាក់អត្ថន័យនៃពិធីស្រង់ព្រះដោយទឹកតំណាងភាពត្រជាក់ម្លោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ទាំងអ្នកស្រោចស្រពឲ្យគេនិងគេស្រោចឲ្យសុទ្ធតែសប្បាយចិត្តដោយជឿជាក់ថានឹងទទួលបាននៅបុណ្យកុសលល្អនៅថ្ងៃខាងមុខនិងជាតិក្រោយម្យ៉ាងទៀតពិធីស្រង់ព្រះនេះក៏ជាអត្ថន័យអប់រំមួយនិងបណ្ដុះស្មារតីនៃការចែករំលែកក្តីស្រឡាញ់និងការគោរពដឹងគុណពីកូនចៅញាតិផៅជូនលោកអ្នកមានគុណនិងព្រឹទ្ធាចារ្យផងដែរលោកជំទាវចឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសាវិតាល់បានមានប្រសាសន៍ថាវិតាល់តែងប្រកាន់ខ្ជាប់រៀបចំកម្មវិធីស្រង់ព្រះប្រចាំឆ្នាំនៅរៀងរាល់ខែមេសានៃឆ្នាំនីមួយៗមុនពេលជិតមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពិធីស្រង់ព្រះរបស់វិតាល់ត្រូវបានប្រារព្ធធ្វើឡើងក្នុងខ្លឹមសារបង្ហាញសេចក្តីកតញ្ញូតបស្នងសងគុណជូនចាស់ជរានិងការចែករំលែកការជួយសម្រាលទុក្ខលំបាកដល់លោកតាលោកយាយតាមរយៈអំណោយនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងឱកាសឆ្នាំថ្មីប្រកបដោយសុខភាពល្អនិងសិរីសួស្តីឆ្នាំថ្មីលោកជំទាវបានបន្តថាជាការពិតណាស់ពុទ្ធសាសនាបានដើរតួនាទីជាគ្រឹះនៃសិលធម៌ការអប់រំនិងការផ្សះផ្សាស្មារតីសង្គមតួយ៉ាងសកម្មភាពព្រឹកនេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាប្រពៃណីនិងសាសនាដ៏ល្អផូរផង់ជាមួយគ្នានេះដែរផ្សារភ្ជាប់នឹងពិធីស្រោចស្រពព្រះសុគន្ធវារីវិតាល់និងមូលនិធិ25រៀលបានពំនាំមកប្រគេននិងជូនទេយ្យទានសម្ភារៈគ្រឿងបរិភោគវិតាល់មីជាតិផលិតផលគ្រឿងទេសវ័នម័រសម្ភារៈប្រើប្រាស់និងឈុតខោអាវសម្រាប់លោកយាយលោកតានិងថវិកាមួយចំនួនជូនលោកយាយលោកតា100នាក់និងប្រគេនព្រះសង្ឃ100អង្គលោកជំទាវបានបន្តទៀតថាសកម្មភាពនៃការរៀបចំកម្មវិធីវិតាល់ស្រង់ព្រះជូនដូនចាស់ប្រចាំឆ្នាំនេះគឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណជនក៏ដូចជាដៃគូអាជីវកម្មនិងពិសេសគឺអតិថិជនព្រមជាមួយប្រិយមិត្តរបស់វិតាល់ផ្ទាល់តែម្ដងដែលលោកតែងតែគាំទ្រជានិច្ចនៅសកម្មភាពសប្បុរសធម៌ដ៏ប្រពៃណីជាច្រើនឆ្នាំរួចមកហើយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះលោកជំទាវសូមប្រគេនពរជូនព្រះវិន័យវង្សាសៀប៊ុនណាតព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមប្រសិទ្ធិពរជ័យជូនឯកឧត្តមលោកយាយលោកតាលោកស្រីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាគណៈគ្រប់គ្រងនិងបុគ្គលិកវិតាល់អាជ្ញាធរមូលដ្ឋានអាជីវករសហគមន៍ទួលទំពុងបងប្អូនក្រុមការងារស្ម័គ្រចិត្តសូមទទួលបានសុខភាពល្អកម្លាំងពលំមាំមួននិងជោគជ័យគ្រប់ភារកិច្ចការងារព្រមទាំងធ្វើដំណើរកម្សាន្តប្រកបដោយសុខសុវត្ថិភាពខ្ពស់